ចាប់ដើមនៃសាច់រឿងរបស់យើងតពីភាពមុនត្រង់ចំណុចតែលោកគឹមបាន invite ទូប្ររបស់យើងទៅប្រកួតនៅពេលយប់នឹងប៉ុន្តែទូឲ្យប្រុសរបស់យើងបានបដិសេធហើយក៏និយាយថាជប់រំខានខ្ញុំហើយទៅលេងមួយមិត្តភ័ក្តិទុយរបស់ឯងទៅដោយលោកគឹមជំទាស់ហើយក៏បាននិយាយទៀតថាមិនក៏ឯងមានហ៊ានប្រកួតខ្ញុំគ្រាន់តែស្អប់អ្នកដែលអ្នកគិតថាលក្ខណៈសម្បត្តិកង់របស់អ្នកជាអ្វីៗទាំងអស់មើលទៅដូចឯងហ្នឹងអ្នកជំនាញខាងជិះកង់យូរណាស់មកហើយលោកគឹមហ្នឹងក៏បន្តនិយាយទៀតថាខ្ញុំចង់ឃើញតបមុខលក្ខណៈទូឯប្រុសរបស់យើងត្រូវបានគេកំចាត់នៅពេលប្រកួតអញ្ចឹងលក្ខណៈប្រកួតចាញ់គេទៅគេចង់ឃើញថាតើអាហ្នឹងវាមិនអញ្ចឹងលក្ខណៈចង់ជន់គេហ្មងអាហ្នឹងតេស្តលេខ2យើងដូចតេស្តលេខ2ចំហ្មងអាគឹមហ្នឹងហើយយើងកាត់មកទីទៀតមកស្រាប់តែលោកគឹមហ្នឹងបាននិយាយថាអញ្ជើញក៏មកក៏បាននិយាយទៀតថាយើងនឹងជួបគ្នានៅយប់នេះនៅ Green Park ឯងសម្រាប់ចិត្តទៅខ្ញុំមិនបង្ខំឯងទេលក្ខណៈមិនបង្ខំឯងមកនិយាយហៅគេអញ្ចឹងហើយតែគេបដិសេធណានៅនិយាយដែរដោយតែប្រុសយើងឈ្មោះលោកចាយលក្ខណៈដឹងឲ្យមាននិយាយផងនិយាយត្រូវទៅឈ្មោះគឺបបាអានអស JAY ចឹងចាយទៅកំពុងជិះកង់តែម្នាក់ឯងហើយគាត់ថាដូចជាកំពុងហាត់លក្ខណៈដល់ទៅលើកង់របស់គាត់ចឹងណាឥឡូវយើងកាត់មកដល់ពេលយប់ម្ដងគឺកន្លែង Green Park ដែលលោកគឹមបានណាត់ទូឲ្យប្រុសយើងដើម្បីមកប្រកួតកង់ហ្នឹងលក្ខណៈឃើញមានក្មេងស្ទាវជាច្រើនកំពុងតែលក្ខណៈក្មេងខ្លះតបបាល់ទៅក្មេងខ្លះជិះកង់ទៅកាន់ទូរស័ព្ទដូចយើងទូទៅចឹងណាហើយយើងឃើញបុគ្គលម្នាក់លក្ខណៈជាមិត្តភក្តិលោកគឹមដឹងប៉ុន្តែជាណាប៉ុន្តែលក្ខណៈកំពុងតែ train លក្ខណៈថាកង់បោះ and then គេមាន style របស់គេជិះកង់វាមាន style ខ្លះច្រើនហ្មងចឹងហើយបាក់បញ្យល់មើលរូបភាពហើយយើងកាត់មកដល់កន្លែងលោកគឹមវិញកំពុងតែលក្ខណៈស្ដាប់ចម្រៀងអីចឹងដោយមិត្តភក្តិរបស់គេបានយកលក្ខណៈរឿងភេសជ្ជៈបើកម្លាំងមកដាក់មកគេបោកដាក់លំមុខរបស់គេទៅលក្ខណៈគេភ្ញាក់លក្ខណៈគេបិទនៃពងស្មឹងស្មាស្ដាប់ចម្រៀងអីចឹងក៏គេភ្ញាក់គេតមកមិត្តភក្តិរបស់គេថាមិនក៏ឯងរំភើបនឹងចាយភ្លាមបែបនេះខ្ញុំមិនបានរំភើបទេនិយាយកុំឲ្យខ្លាំងពេកប្រយ័ត្នអ្នកណាម្នាក់យកច្រឡំហើយឥឡូវអាហ្នឹងមីនូហ្នឹងក៏ឆ្ងល់ទៀតថាអញ្ចឹងជាអ្វីដោយមីនូបន្តទៀតថាលក្ខណៈតានតឹងខ្ញុំត្រូវការហាត់ផលដើម្បីចង់ជិះកង់ជាមួយគាត់អញ្ចឹងមីនូក៏លក្ខណៈមើលអញ្ចឹងទៅថាតើឯងគិតថាស្រីនោះលេងហ៊ានហើយមែនទេលក្ខណៈគេនិយាយបែបចំអកមើលងាយអញ្ចឹងដោយគេនិយាយទាំងមួយទំនុកចិត្តថាកុំឆ្មាច់ឆ្មៃពេកគាត់នឹងមកបើឯងអន្តរសាចង់ចាប់ដើមលេងណាមិនហាត់ជុំគ្នាដោយមីនូលក្ខណៈបវល់លោកគឹមនឹងទៅហាត់ជិះកង់អញ្ចឹងឯងគិតថាអាចជិះកង់ជាមួយវាបានឬខ្ញុំតែងតែចង់បានការប្រកួតម្ដងទៀតលក្ខណៈវាចង់និយាយចង់បានការប្រកួតជាមួយទូឯប្រុសរបស់យើងអញ្ចឹងទៅហើយយើងកាត់មកទូក្រោយមកស្រាប់តែទូឯប្រុសយើងមកដល់អញ្ចឹងគេនិយាយថាទូឯប្រុសយើងមកដល់ហើយអញ្ចឹងទៅលុយសុទ្ធមកហើយគាត់ក៏បាននិយាយថាឯងពិតជាមកតោះចាប់ដើមខ្ញុំរវល់ណាស់អញ្ចឹងទៅស្រេចតែទូឯប្រុសយើងនិយាយថាឥឡូវយើងចាប់ដើមប្រកួតទៅគេរវល់អីអញ្ចឹងហើយក៏បន្តនិយាយថាខ្ញុំចាយចូលជានិស្សិតជាន់ខ្ពស់គេជាសិស្សច្បងអីប្លើអញ្ចឹងទៅដោយមនុស្សលក្ខណៈស្ដាប់ឲ្យហួសចិត្តហើយក៏លក្ខណៈហើយដូច្នេះគាត់ធ្វើខ្លួនថោកតិចលក្ខណៈធ្វើខ្លួនឆ្កងដាក់ខ្ញុំប៉ុន្តែទូរីរាក់តាក់ចឹងទៅហើយលោកជួននឹងលក្ខណៈគេហើយលោកចាយក៏ទូឲ្យប្រុសយើងក៏សម្រេចចិត្តដំបូងខ្ញុំនឹងព្យាយាមបញ្យល់ពីរបៀបដែលការប្រកួតនឹងប្រព្រឹត្តទៅថ្ងៃនេះច្បាប់គឺសាមញ្ញគឺប្រកួត1ទល់1ដែលចាប់ដើមពីក្នុងឧស្សាហនេះឯងគ្រាន់តែជិះជុំវិញផ្លូវនេះម្ដងហើយអ្នកណាដែលត្រឡប់ដល់ទីនេះមុនគឺឈ្នះលក្ខណៈជិះវល់ជុំឧស្សាហអញ្ចឹងលក្ខណៈគេជិះមិនបាក់បញ្យល់ឡើងហើយហ្នឹងគេមានច្បាប់គេមកកាណូដាក់តិចបានហ្នឹងបែរតែច្រើនហើយមានហូក៏និយាយទៀតថាលក្ខណៈឯងប្រហែលជាធ្លាប់ធ្វើបែបនេះច្រើនដងហើយដូច្នេះឯងដឹងថាត្រូវទៅណាហើយលក្ខណៈគេបញ្ជាក់ទូឯងប្រុសរបស់យើងព្រោះតែក្នុងករណីពួកយើងបានដាក់មនុស្សតាមជ្រុងនីមួយៗដើម្បីសុខភាពហើយដើម្បីប្រកាសថាពួកឯងនឹងជិះតាមគន្លងគេថាចង់ដាក់ផ្លាច់ទូឯងប្រុសរបស់យើងលក្ខណៈជិះផ្លូវកាត់អីចឹងលក្ខណៈឌឺដងហ្មងនិយាយមកឆ្លើយហ្មងហើយលក្ខណៈមិនបាក់និយាយហើយហ្នឹងទូឯងប្រុសរបស់យើងគឺអត់មានអីនិយាយស្ងប់ស្ងាត់ហើយទូឯងប្រុសយើងក៏បាននិយាយទៅថាកុំមករំខានខ្ញុំជាមួយក្រុមតូចៗរបស់ឯងក្រោយពីការប្រកួតថ្ងៃនេះចប់លក្ខណៈទូឯងប្រុសយើងលក្ខណៈមកប្រកួតដើម្បីបញ្ចប់រឿងកុំឲ្យមានរឿងអីច្រើនហើយលោកគឹមក៏បាននិយាយថាអូខេយល់ព្រមអញ្ចឹងទៅហើយគេនិយាយទៀតថាខ្ញុំត្រូវប្រកាសថាហើយខ្ញុំត្រូវប្រកាសថាពាក្យមួយសុវត្ថិភាពដើម្បីសុវត្ថិភាពឲ្យទូឲ្យប្រុសយើងពាក្យមុខឬក៏គេពាក្យមុខដើម្បីសុវត្ថិភាពអញ្ចឹងទៅដោយអ្នករៀបចំការប្រកួតរបស់យើងឈ្មោះមីនហូនោះដោយអ្នករៀបចំការប្រកួតបានថាត្រៀម1 2 3អីហ្នឹង start អញ្ចឹងទៅយើងត្រៀមប្រកួតតែមិនប៉ុណ្ណាគ្នាផ្សេងអញ្ចឹងហើយជាបន្តគឺបន្តការប្រកួតចាប់ដើមដោយការទម្លាក់កង់ឬក៏អីផ្សេងអញ្ចឹងទៅហើយលោកគឹមរបស់យើងគេមានទំនុកចិត្តថានឹងព្យាយាមតាមឲ្យតន់ទូឲ្យប្រុសរបស់យើងមិនងាយស្រួលទេក្នុងការជិះដុំដែកចាស់នៅប្រឆាំងនឹងកង់កាបូនថ្មីរបស់ខ្ញុំលក្ខណៈគេចង់មើលងាយទូឲ្យប្រុសថាជិះកង់កាចាំមកប្រកួតជាមួយកង់គេកាបូន fiber អីផ្សេងកង់គេថ្លៃហើយយាយក៏សមលក្ខណៈគេបែបឌឺដងហ្មងហើយមិត្តភក្តិរបស់មានហូរបើសាប់ពូខៀវក៏បាននិយាយលក្ខណៈថាខ្ញុំគិតថាគ្រប់យ៉ាងបន្តិចគ្រប់យ៉ាងខ្ញុំគិតថាគ្រប់យ៉ាងបន្តិចបន្តួចជួយឲ្យនាំមុខលក្ខណៈចេញមុនមកវិនាទីអីចឹងឯងបានតែមុខចឹងដោយអាសាប់ពូខៀវរបស់លក្ខណៈមាននូហ្នឹងលក្ខណៈវាឆាវវាលក្ខណៈតន់ហន់ចង់បានឈ្នះភ្លាមហើយលោកគឹម
គឹមនិយាយថាគេឈប់អួតពីកង់ល្ងងឯរបស់ឯងទៅហើយផ្ដោតទៅលើការប្រកួតឯងតែមានអ្វីដែលឆ្លាតអ្វីដើម្បីនិយាយមែនទេមានខួរក្បាលដើម្បីតែនិយាយចឹងមែនចេះកាត់ទៅដល់ពេលប្រកួតហើយលឿនឲ្យប្រុងព្រៀបប្រកួតអីចឹងទៅហើយគេក៏បាននិយាយថាឲ្យត្រៀមខ្លួនប្រកួតទៅហ្នឹងពេលគេចាប់ដើមចាំប្រកួតហើយអានោះក៏មិត្តភក្តិរបស់គេក៏បាននិយាយថាហើយព្រោះឯងត្រៀមខ្លួនទៅដល់ពេលវាតម្លាក់អានេះឆ្លដល់ដីព្រោះយើងចាប់ដើមប្រកួតគឺជីកង់ចេញភ្លាមមកលក្ខណៈដាក់នេតិឯងគេតម្លាក់នឹងដល់ដីលឺតឹងទៅក៏យើង start ហើយហ្នឹងក៏រូបភាពបន្តមានតែអ្នកប្រកួតនេះគឺលក្ខណៈប្រុងព្រៀបប្រកួតយ៉ាប៉ុណ្ណឹងពេលឆ្លដល់ដីហើយក៏ចាប់ដើមប្រកួតទៅឥឡូវយើងកាត់ទៅមើលពេលពងប្រកួតនឹងវិញហើយគ្រាន់តែដុំកង់ឆ្លាក់ដល់ដីភ្លាមក៏គេចាប់ដើមប្រកួតប្រជែងគ្នាទៅប៉ុន្តែលក្ខណៈកង់ទូឲ្យប្រយើងគឺរៀងចាស់ជាងគេបន្តិចអញ្ចឹងក៏ចាប់ដើមរៀងក្រោយគេហើយអានោះលក្ខណៈកង់គេក៏បាន fiber គេជីស្ទុះយកហ្មងតែលបឿនរបស់ទូឲ្យប្រលបឿនគេគឺលក្ខណៈដេញពងទៅដេញគ្នាមុនមុខក្រោយអញ្ចឹងដោយលោកគឹមក៏បាននិយាយថាលក្ខណៈគេកាត់ថាអីគេកង់របស់លោកជីមហ្នឹងលោកគឹមហ្នឹងគឺទទួលបានអត្ថប្រយោជន៍ច្រើននៅពេលចាប់តាមការប្រកួតចាប់តាំងពីវាប្រសើរជាងមុនលើស្រាលជាងមុនស្រាលជាងកង់ទូឲ្យប្ររបស់យើងលក្ខណៈពួកកំបាំង fiber ពួកយើងហ្នឹងវាជាលក្ខណៈអីគេជាប់ស្ពតតែលក្ខណៈវាអត់វាស្រាលស្រួលបើបោកទូឲ្យប្ររបស់យើងលក្ខណៈបែកអញ្ចឹងបើអញ្ចឹងពេលទៅរៀងយឺតក្រោយគេបន្តិចប្រកាសគឺនៅពេលដែលពួកគេចាប់ដើមចន់ឆ្នន់ហើយនឹងបង្កើតលបឿនដោយសារតែលោកគឹមមានការចាប់ដើមល្អមិនមែនមានន័យថាគាត់នឹងឈ្នះនោះទេលក្ខណៈកង់លឿនមែនប៉ុន្តែអាចនឹងនៅក្រៅគេវិញអញ្ចឹងហើយគេក៏បាននិយាយថាខ្ញុំនឹងជិះកង់ឲ្យលឿនអញ្ចឹងទៅលក្ខណៈគេដើម្បីមិនលក្ខណៈពេលវាប់យល់ឡើយនឹងអានខ្លួនឯងនឹងវាយល់ថាមិនគឺគិតមកចង់ឈ្នះតែប៉ុណ្្នឹងបានហើយគេក៏បាននិយាយឌីទៅកាន់តួឲ្យប្រុសរបស់យើងថាគាត់តែខ្លួនឯងឈ្នះមិនមែនស្មានតែជិះកង់អាចារ្យហ្នឹងលក្ខណៈឈ្នះកង់គេដែលថ្លៃតែទៅគេអួតហ្មងស្ដីមកអួតហ្មងតែគេនិយាយពីកង់គេថ្លៃអញ្ចឹងទៅអញ្ចឹងពេលចាប់តាមការប្រកួតកង់គេនឹងទៅមុខមុនអញ្ចឹងវា is okay ដល់ឡៃតួឲ្យប្រុសយើងគាត់ទៅលើហើយលក្ខណៈអារម្មណ៍គេគឺស្មឹងស្មាតក្នុងការប្រកួតលក្ខណៈអត់បែរអារម្មណ៍ទេព្យាយាមបន្ថែមលបឿនហើយលោកគឹមហ្នឹងលក្ខណៈកង់គេស្រាលស្ទុះមែនប៉ុន្តែតួឲ្យប្រុសលក្ខណៈសុកស្ទុះតាមគេវ៉ាទៅវូអញ្ចឹងហ្មងលក្ខណៈឡើងយកភ្លាមហ្មងចុងម៉ែ speed លក្ខណៈលបឿនលឿនហ្មងបុកលបឿនលក្ខណៈកង់យើងចាស់មែនប៉ុន្តែលបឿនខ្លាំងហើយលោកគឹមហ្នឹងលក្ខណៈចង់អីគេចង់ឲ្យទូប្រុសយើងតាមអត់តន់គឺគេប្រើល្បិចដោយជីកង់តប៉ាអីជាប់ដាក់តាមត្រង់ផ្លូវហ្នឹងដើរបុកទៅឲ្យពីលោតមកចំកង់ទូឲ្យប្រុសរបស់យើងហើយមួយភ័ក្ររបស់លោកគឹមដែលរៀបចំការប្រកួតនេះក៏បាននិយាយថាអីគឹមមិនឈួតមែនធ្វើអ្វីហ្នឹងលក្ខណៈបើធ្វើចឹងការប្រកួតគឺយើងប្រកួតស្មារតីគ្នាយល់ហើយព្យាយាមដល់ទូឲ្យប្រុសរបស់យើងគេមានបច្ចេកទេសគឺគេជីកង់លក្ខណៈកិច្ចចុងម៉ែលក្ខណៈហោះមកកិច្ចភ្លាមលក្ខណៈក្នុងលបឿនមួយលឿនបើយើងកិច្ចអញពិបាកហើយមកទៅគេនិយាយថាចុំមកចាយមើលទៅជំនាញហ្មងយល់អត់មានជំនាញប៉ុន្តែស្រាប់តែទៅប្រយជីកិច្ចពីអានឹងចូលឡានក៏ជីហោះកិច្ចហោះលើឡាននឹងយកហ្មងលក្ខណៈហោះកង់លើឡាននឹងហ្មងលក្ខណៈអត់កិច្ចទេហោះលយហ្មងអត់មានតែសម្បត្តិសម្រាយឲ្យមើលរូបភាពខ្លួនឯងនិយាយមែនគឺលយខ្លាំងហើយបើអាចទៅអានរឿងខ្លួនឯងក៏បានដែរចុំយ៉ាឲ្យតែនោះងាប់ចាប់អាវថា what the fuck អូលយហ្មងជួយទូឲ្យប្រុសយើងធ្វើទៅរួចចឹងហើយក្នុងលបឿនមួយដែលលឿនទូឲ្យប្រុសយើងតាមតនលោកគឹមលបឿនស្ទុះយកហ្មងលក្ខណៈបុកលបឿនហើយស្រាប់តែមកគេនិយាយថាអីគេមិនឈប់ឯងស្ងៀមកុំអីឈប់លេងសាយច្រើនឈប់ទៅធ្វើបាបទូឲ្យប្រុសលក្ខណៈប្រកួតដឹងប្រកួតយើងកំប្រាល្បិចចឹងណាហើយគេក៏បាននិយាយថាខ្ញុំឲ្យខ្ញុំសុំតអាហ្នឹងភាសាជើងខ្ញុំច្បាស់ជារអិលចឹងលក្ខណៈធ្វើប្រហែសជាកំហុសគេអញ្ចឹងទៅនិយាយលយហ្មងហើយគេក៏និយាយថាចំមកនេះឈួតជាងអញកាត់ទៀតលក្ខណៈសាហាវហ្មងគេនិយាយចឹងក្នុងចិត្តរបស់គេហើយទូឲ្យប្រុសរបស់យើងក៏កាត់ថាអាគឹមហ្នឹងនឹងធ្វើឲ្យតំណាងម្នាក់ស្លាប់មិនខានលក្ខណៈព្រោះអញ្ចឹងបើសិនជាយើងធ្វើប្រហែសអាចស្លាប់អីចឹងលក្ខណៈបើសិនជាយើងកាន់អីប្រកួតប្រជែងគ្នាមានគេធ្វើអញ្ចឹងយើងកាញ់ជីប៉ះហើយប៉ុន្តែទៅប្រុសគេផុតយល់អត់តែអាចារ្យយើងក៏គាត់ថាអ្នកជំនាញបោករបស់ចាយគឺអាចារ្យណាជំនាញបោកទូឲ្យប្រុសយើងការបង្វិល310ដឺក្រេលក្ខណៈខ្លាំងហ្មងលក្ខណៈផ្លាស់ប្ដូរវាពិតជាឈួតមែនតើមានពេលកាត់រឿងនេះដល់របៀបម៉េចបើសិនរឿងការភ្លាមវាកាត់ថាទូឲ្យប្រុសរបស់យើងនឹងផ្លាស់ប្ដូរស្ថានភាពអត់តន់តែអាចនឹងជីបោកហើយព្រោះវាលក្ខណៈលេងល្បិចកាត់អីមកល្បិចសុទ្ធហ្មងហើយការប្រកួតហ្នឹងគេបានដាក់ទូរស័ព្ទយកមកឡាយលក្ខណៈវាកាត់ថាផែគេអាចមើលឃើញទូឲ្យប្រុសយើងផ្ទាល់បាញ់ហើយលក្ខណៈទូឲ្យប្រុសយើងអាមិញគឺកំពុងក្នុងការឡាយអញ្ចឹងមានថាអ្នកមើលឡាយគេមើលឃើញអញ្ចឹងណាលយហ្មងទូឲ្យប្រុសយើងខូលសាហាវហើយលោកគឹមក៏គិតថាវាគ្រាន់តែបញ្ចប់ការប្រកួតដល់ងងខ្លៅនេះហើយចប់ទៅបានហើយលក្ខណៈចំពោះឈ្នះទៅចប់បានហើយអញ្ចឹងហើយលោកគឹមក៏គិតថាទូឲ្យប្រុសបញ្ឆោតវាមិនមែនហើយថាយ៉ាល្ងងមែនហើយចាយមើលកំពុងមើលទៅកាន់មុខដោយភ្ញាក់ផ្អើលថាចុះអីសាវជីតាមឯងតន់លក្ខណៈមុខស្រួលហ្មងកង់គេលយពេលគេជីបន្ថែមលបឿនមកលក្ខណៈកង់ស្រាលជីវាលឿនហើយពីលោកចាយកំពុងតែជីកង់ជាមួយនឹងសម្លេងដល់ក៏គិតគ្នាអាសម្លេងនេះលក្ខណៈវាតានតឹងហ្មងគឺវាជីកគ្នាប៉ុណ្ណាគ្នាយ
បឿនមួយតែយើងគិតថាវាលឿនអញ្ចឹងណាដោយតួប្រយើងគិតថាចំម៉ៃលក្ខណៈផ្លូវបត់កែងបន្តែវាឡើងចេញផ្លូវបត់កែងមកហើយពីការពោះជីកង់បត់កែងជាមួយនឹងសំឡេងក៏គិតគ្នាយ៉ាងខ្លាំងទៅមកការបង្កើតលឿននៅពេលដែលបត់កែងមែនទេហាក់ដូចជាចង់សម្រាប់ខ្លួនឯងអញ្ចឹងលក្ខណៈTJ វាគិតហើយប៉ុន្តែតួឯប្រយើងកំពុងតែបត់កែងតាម TJ ជាមួយនឹងទឹកមុខដល់តានតឹងលក្ខណៈបង្កើនលឿនកាន់តែលឿនអញ្ចឹងទៅហើយកង់របស់លោកចាយរបស់តួឯប្រយើងកំពុងតែបត់កែងជាមួយនឹងសំឡេងក៏គិតលើផ្លូវយ៉ាងខ្លាំងលក្ខណៈចរេយោហ្មងអត់ចង់និយាយទាំងអស់សុំមើលរូបភាពស្ថានភាពកង់គឺយើងមើលយល់ហ្មងហើយតួឯប្រយើងបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងសញ្ញាដាច់ថានៅជាមួយគ្នារបស់គាត់លក្ខណៈ drifting បត់កែងបត់បែនលក្ខណៈបើយើងនិយាយស្រួលពាក្យថាមិនលក្ខណៈការ reflect របស់បុគ្គលម្នាក់ៗអញ្ចឹងយល់អត់បត់លឿនអញ្ចឹងទៅផ្សេងហើយមុខតួឯប្រយើងមានលក្ខណៈទឹកមុខថាតក់ស្លុតយ៉ាងខ្លាំងដោយវាថាចង់ឲ្យឈួតមិនជ្រេលើផ្លូវកែងលក្ខណៈបីសិយើងជិះកង់យើងជ្រេផ្លូវកោហើយជិះយកហ្មងតែអាគឹមកំពុងតែបត់កង់យ៉ាងលឿនហើយលោកគឹមបត់កង់យ៉ាងលឿនហើយលក្ខណៈចាយមើលតាមពីក្រៅនៅក្រៅគេវិញហើយលោកតួឯប្រយើងគិតថានេះខ្ញុំមិនដែលគិតថាគាត់នឹងបត់កង់ដោយបែបនេះនៅពេលដែលបត់កែងនោះទេលក្ខណៈវានឹងស្មានថាបត់កែងវាហ៊ានធ្វើអញ្ចឹងខ្ញុំគិតថាគាត់រៀនជិះកង់បែបនេះមកពីណាដោយតួឯប្រយើងបង្ហាញពីទឹកមុខរឹងរូសនិងខឹងសម្មាលក្ខណៈសុកគេឡើងវ៉ាឡើងជេងអញ្ចឹងទៅលក្ខណៈរៀងខឹងដែរអញ្ចឹងតែគាត់ជិះកង់ចាស់នោះដូចជាវាជាផ្នែកមួយនៃរាងកាយរបស់គាត់អញ្ចឹងខ្ញុំមិនជឿថាគ្រឿង full កាបោនឹងគឺរបស់ខ្ញុំត្រូវរងការយឺតដោយសារកង់នោះទេនឹងលោកគឹមលោកចាយគេគិតថាច្រឡំតែឈ្មោះគឹមចាយផ្សេងប៉ាអានឈ្មោះស្លៀងស្រីគ្នាពេកអ្នកតើប្រេគាត់ថាខ្ញុំត្រូវដេញអត់តអញ្ចឹងទៅហើយលោកគឹមបង្ហាញពីទឹកមុខលក្ខណៈក្រអឺតកតោមលក្ខណៈឌីដងទៅកាន់តួឯកប្រុសរបស់យើងគិតថាខ្ញុំស្មានថាពេលនេះឯងនឹងសម្លឹងមើលគូតខ្ញុំមែនទេលក្ខណៈឌីដងថាតួឯកប្រុសយើងកំពុងសម្លឹងមើលគូតគេអញ្ចឹងទៅលក្ខណៈបង្ហាញពីការមើលងាយគេសើចលក្ខណៈសាច់លិចកំនួចហ្មងដោយលោកគឹមរងចាំមើលមុខមើលចុះនេះមិនតន់ចប់ទេគេនិយាយអញ្ចឹងនិយាយមកអាគឹមនឹងឆ្លើយហ្មងឆ្លើយខ្លាំងហើយតួឯកប្រុសរបស់យើងក៏លើកដៃធ្វើជាសញ្ញាថាគាត់នឹងបញ្ចប់ត្រឹមជាពេល4នាទីដោយលោកគឹមជិតឲ្យយ៉ាងខ្លាំងហើយក៏បន្តបន្ថែមលឿនតាមឯកតួឯកប្រុសរបស់យើងអញ្ចឹងហើយគេក៏បាននិយាយថាគេដំណាំម្នាក់ទាំងឯងឈឺចាប់បើសិនមកគេរសារគម្លាតឆ្ងាយពីគ្នាអញ្ចឹងមកក្រោយឆ្ងាយពេកវាគាត់ថាអ្វីទាំងអស់នឹងល្អប្រសើរឡើងទីវាលឹងតាមឲ្យតន់អញ្ចឹងទៅដោយលោកគឹមព្យាយាមបុកលឿនតាមតួឯកប្រុសយើងមែនទេលក្ខណៈបុកតាមប៉ុន្តែតាមអត់តន់ហើយលក្ខណៈគេចង់ឡើងជេងតួឯកប្រុសប៉ុន្តែតួឯកប្រុសយើងបិទកុំឲ្យវាឡើងជេងបានលក្ខណៈចង់ឡើងវ៉ាក៏ឡើងមិនកើតបាននៅក្រៅតួឯកប្រុសរបស់យើងអញ្ចឹងហើយលោកគឹមក៏គិតថាលក្ខណៈខ្ញុំនឹងយកឈ្នះឯងនៅបត់ជំរាលចុងក្រោយលក្ខណៈខ្ញុំយកឈ្នះឯងនៅលើផ្លូវជំរាលចុងក្រោយគឺឯងផ្លូវបត់កែងចុងក្រោយរបស់យើងត្រូវបត់ទៅត្រង់ផ្លូវបត់មកវិញបត់ចុងក្រោយអញ្ចឹងហើយគេព្យាយាមបុកលឿនយ៉ាងខ្លាំងប៉ុន្តែកង់តួឯកប្រុសរបស់យើងចាស់មែនប៉ុន្តែលឿនថិតថេរមកលក្ខណៈលឿនលឿនអញ្ចឹងគឺកន្លែងនេះមានតែប៉ុណ្ណឹងបច្ចេកនេះបុកលឿនទាំងពីរទាំងសងខាងហ្មងទាំងតួឯកប្រុសទាំងលោកគឹមហើយគេបានឮសំឡេងមួយស្រែកថាអីទៅគ្នាមានបញ្ហាអ្វីហ្នឹងបន្ថយលឿនឲ្យឆាប់លក្ខណៈខ្ញុំមកដល់ផ្លូវបត់កែងគេស្រែកថាឲ្យបន្ថយលឿនកុំលឿនពេកអញ្ចឹងខ្លាចទៅជីបុកកែងអញ្ចឹងហើយសំឡេងនេះក៏បន្តស្រែកថាអ្នកមើលមិនឃើញរបងនៅខាងក្រោមទេលក្ខណៈផ្លូវចោះចោតហើយខាងមុខមានរបងមួយអញ្ចឹងទៅចាំមើលរូបភាពទៅយល់ហើយខ្ញុំបកស្រាយច្រើនហើយគេគិតទៅថាបន្ថយលឿនទេបើវាមិនចង់សម្លាប់ខ្លួនឯងអញ្ចឹងបើមិនចង់ស្លាប់អញ្ចឹងទៅតែតើប្រុសយើងនៅថែមលឿនលឿនដូចដើមលក្ខណៈលឿនថេរហ្មងហើយស្ទុះយ៉ាងខ្លាំងហ្មងពេលដល់ផ្លូវបត់កែងតើប្រុសយើងប្រើអាស្ទាយតែការពីភេទដំបងអញ្ចឹងលក្ខជ្រេហើយធាក់ដំបងជិះទៅមុខតយល់អត់លក្ខណៈជ្រេដូចអាថ្ងៃដំបងតែយើងគេហៅថាធាក់កង់ថយក្រោយចាប់ប្រាំងប៉ុន្តែតើប្រុសមិនចាប់ប្រាំងគេលក្ខជ្រេអញ្ចឹងដើម្បីទប់ខ្លួនដំណឹងហើយលក្ខយើងត្រូវបោកវាប៉ុន្តែយកជើងធាក់នឹងដំបងអាដំបងខាងមុខហើយក៏ជិះកង់ទៅមុខតប៉ុន្តែធ្វើអញ្ចឹងលក្ខណៈកង់ស្អីប្រុសយើងក៏មានខូចខាតខ្លះដែរលក្ខណៈបាក់បែកមួយចំនួនហើយលោកគឹមឃើញអញ្ចឹងតែដាក់ផ្ទះផ្អើលយ៉ាងខ្លាំងលក្ខណៈលឿនលឿនហើយចាប់ប្រាំងក៏ចាប់ប្រាំងដែរប៉ុន្តែចាប់អត់តលក្ខណៈជ្រេអូសយកហ្មងហើយលឿនគឺស្ទុះចូលទៅបុកដំបងនឹងយកហ្មងលឿនលឿនអញ្ចឹងហើយក៏ហក់ទៅបុកដំបងស្ទុះអមចាប់ហ្មងលោកគឹមនឹងគឺចាប់ហ្មងប្រកួតគេកង់នេះកង់ថ្មីឯងពួកកង់ចាឥឡូវមិនបាញ់និយាយដួលហ្មងហោះទុយហ្មងមើលរូបភាពអត់ចង់និយាយទាំងអស់គ្រាន់តែតួឯកប្រុសយើងបានត្រឹមតែងាកមើលហើយក៏ឈប់ហាងចាចប់ហើយឈ្នះបាក់ដល់យ៉ាងងាយហ្មងហើយលោកគឹមនឹងមានអារម្មណ៍ថាតូចចិត្តខ្លួនឯងលក្ខកង់ថ្មីប៉ុន្តែប្រកួតចាញ់តួឯកប្រុសអញ្ចឹងហើយក៏មានមិត្តភក្តិគេស្រែកថាអាគឹមតែអីទេប៉ុន្តែគេហៅអានេះហៅ TJ តែ TJ ក៏បានឥឡូវតែមានឈ្មោះវា TJ គឹមខ្ញុំគិតបើតាមស្រុកខ្មែរយើងឈ្មោះយើងនៅខាងក្រៅបែបអង់គ្លេសហើយជា TJ ឈ្មោះមុន
មុនហើយចឹងចាប់ពេលទៅអត់មានសំដោវាពីលោកគីមមកលោក TJ វិញវិញគេយកឈ្មោះដាក់មុខតែគាត់ដាក់ក្រោយអត់ដឹងណាតែអានរឿងមកស្ទុះទៅតែដឹងអូខេ sorry ហើយលោក TJ មកអារម្មណ៍ថាចំមកអន់ចំយ៉ាងលក្ខណៈវាមិនគួរណាចាញ់កង់សិតតែកាបូន fiber ហើយកង់តបទិញតម្លៃថ្លៃចឹងទៅលក្ខណៈហួសចិត្តហើយសពតែយើងកាត់មកដល់កន្លែងយើងចាប់តាមប្រកួតវិញតែគេមើល live អានេះមើល live គេលេងហ្គេមប៉ុណ្ណឹងកង់អីដែរប៉ុន្តែប៉ុណ្ណឹងកង់ហ្នឹងលក្ខណៈគេមាន live មានអីចឹងហើយសពតែគាត់ថាអត់ឃើញនរណាម្នាក់ចឹងទៅហើយគេថាហ្គេមនឹងចប់ហើយហ្គេមចប់មកសំដៅលើការប៉ុណ្ណឹងគឺចប់ហើយមែនច្រឡំអានឹងវាលេងហ្គេមទេច្រឡំប៉ុណ្ណឹងកង់អាសាឃើញរូបតួឯប្រុសមកវាលេងមើល live ចឹងហើយក៏វាក៏បាននិយាយថាខ្ញុំស្ទើរតែ8កំណត់ត្រាថ្មីលក្ខណៈគេលេងទៅឆ្លងវាដល់វគ្គថ្មីបន្តអីចឹងលក្ខណៈហួសជាវគ្គមុនចឹងហើយគេក៏បាននិយាយថាគេសាលាសានី High School បានមកដល់ទីមុនហើយលោកគីមនឹងចាញ់ហើយឬលក្ខណៈគេភ្ញាក់ផ្អើលដៃលក្ខណៈទុកសុកទៅប្រយោជន៍មកដល់បន្តែលោកគីមគឺអត់បានមកទេគឺចាញ់ហ្មងច្រឡំលោកគីម TJ ចាប់ហៅលោកគីមហៅ TJ វិញច្រឡំ sorry ហើយតែផ្សេងនេះក៏ភ្ញាក់ផ្អើលថាចប់ហើយចប់ TJ ណែណាវា TJ ចឹងទៅតែគេភ្ញាក់ផ្អើលយ៉ាងខ្លាំងលល្បឿនជិះលឿនខុសគ្នាហើយកង់ TJ ហ្នឹងវាសង្កត់ថាកង់ថ្មីកង់តបតែងសំខាន់កង់ពួកកាបូន fiber ទៀតហើយគេក៏ភ្ញាក់ផ្អើលថាកង់ថ្មីក៏មិនក៏ TJ ហ្នឹងនៅមិនតាន់មកដល់ទីចឹងគេមិនយកកង់ទូឲ្យប្រយើងចាស់ទៅបន្តែមិនក៏ដល់ទីមុនទៅគេភ្ញាក់ផ្អើលគ្រប់គ្នាហ្មងហើយលោកជនក៏បង្ហាញថាហើយបាន TJ ចាញ់នោះត្រូវតែមើលវីដេអូឡើងវិញចឹងទៅដោយមីនូងើបមុខទៅមើលលើភ្លាមពេលឮសំឡេងស្រែកទាំងភ័យស្លន់ស្លោដោយមីនូមើលទៅចុនមើលទៅមីនូស្រែកទាំងភ័យស្លន់ស្លោចុនមានរឿងអីកើតឡើងទៅយកប្រអប់សង្គ្រោះបឋមមកឥឡូវនេះពេលនោះស្រាប់តែអ្នកនៅមើលជុំវិញស្រែកថាមានកើតឡើងសួរជា TJ គេឆ្ងល់ហ្មងលក្ខណៈសួរទាំងឆ្ងល់ហើយក៏មានមនុស្សមួយចំនួនក៏និយាយថាកុំសួរច្រើនអីលក្ខណៈឲ្យនាំ TJ ទៅមន្ទីរពេទ្យចឹងទៅខ្លះស្រែកចឹងទៅអ្នកខ្លះគឺក៏ស្រែកថាតើឯងមានគ្រោះថ្នាក់មែនទេលក្ខណៈឃើញជាប៉ុណ្ណឹងហើយសួរបែបចឹងទេដឹងនិយាយថាមិនលក្ខណៈគ្រោះថ្នាក់ប៉ុណ្ណឹងសួរថាឯងគ្រោះថ្នាក់មែនទេហើយ TJ ក៏ថាវាលឺចឹងលក្ខណៈខឹងហ្មងលក្ខណៈមុខមើលហ្មងមើលទឹកមុខដឹងហើយ TJ ក៏ស្រែកខ្លាំងថាអាណាគេទៅចាប់អីគេទូឲ្យប្រុសរបស់យើងឲ្យអូសបាវាមកលក្ខណៈចាប់ទូឲ្យប្រុសយើងមកលើបើយើងនិយាយស្រួលយល់ណាម្នាក់តអូសខ្លួនឈួតនោះមកខ្ញុំមកលើឈួតគឺសម្ដៅលើទូឲ្យប្រុសរបស់យើងទៅទាំងខឹងហ្មងលក្ខណៈតអូសទៅចាប់គេមកលើនេះថានឹងចាញ់ឲ្យនៅឆ្លើយដែរគីមនឹង TJ នឹងច្រឡំគីមឥឡូវរឿងហ្នឹងសូមបញ្ចប់ត្រឹមហ្នឹងហើយទៅសារ admin អានចាប់តាមការដំបូងមានថាវាជក់ទៅក៏អានបន្តអានហើយក៏បកប្រែយើងស្ដាប់ចឹងទៅបញ្យល់ទៅហើយសួរថា admin បញ្យល់អត់បានក្បោះក្បាយប៉ុន្តែយល់បើអានយល់ខ្លួនឯងយល់ប៉ុន្តែបើឲ្យបញ្យល់ទៅគ្នាគាត់ថាអ្នកគ្នាអត់សូវយល់បានទេចឹងហើយបើកន្លែងណាខុសឆ្គងអីកាត់ចោលហ្មងទៅមិនបាច់ស្ដាប់ទេមើលតែកន្លែងតំណងលក្ខណៈមើលទៅតំណងចាំមើលហើយមានអីនិយាយច្រើនទេសូមបើមួយចប់ហើយសូមជួយ subscribe channel មួយទៅ like មួយទៅ comment មួយទៅចង់ក៏បានតាមបេះដូងអរគុណដែលតាមដានវីដេអូដល់រហូត